សប្តាហ៍នេះយើងនឹងបន្តបេសកកម្មតាមដងផ្លូវបុរាណដោយធ្វើដំណើរពីប្រាសាទតាគំឆ្ពោះទៅកាន់តំបន់ផ្សេងៗទៀតនៅក្នុងស្រុកអង្គរជុំ បងមានស្គាល់ប្រាសាទដល់នៅនេះ ប្រាសាទគោលបាទនេះត្រូវដល់ច្បក់នេះមានបែក ប្រជាជនយើងនៅណែទស្សនាគោរពប្រាសាទនោះគោរពពិធីបុណ្យនេះកន្លែង bon bằng school khe chụp bên khe chôn năm khen prin lụ chăn chà ចង់ដឹងទេថាតើនឹងមានរឿងរ៉ាវអ្វីខ្លះកំពុងរងចាំយើងនៅខាងមុខកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាភាសាឥឡូវយើងបានមកដល់ប្រាសាទទៀតហើយគឺប្រាសាទគោលអញ្ចឹងមិញយើងទស្សនាប្រាសាទនៅខាងមុខមួយហើយបន្តមកចម្ងាយប្រហែលជាខ្ទង់400-500 ម៉ែត្រទៀតយើងក៏បានមកដល់ប្រាសាទមួយទៀតគឺមានឈ្មោះថាប្រាសាទគោលហើយប្រាសាទគោលនេះធំមែនទែនធំណាស់ទីធ្លាប្រាសាទគោលប៉ុណ្ណាណីហ្មងអញ្ចឹងមានទាំងទឹកតសិនមានទាំងថ្មបាក់បែកមើលទៅខាងក្រោយនោះស្មើចូលទៅមើលខ្ញុំទាំងអស់គ្នាចង់ដឹងថាតើនៅសល់ស្លាកស្នាមអ្វីខ្លះយើងអាចមើលបានហើយយើងឃើញគេមានតសេព័ត៌មានតាមក្រសួងវប្បធម៌វិញ្ញាធម៌អប្សរាគេបាននិយាយដែរថានៅនេះមានសិលាចារឹក3ណាសិលាចារឹក3ហ្នឹងចារនៅលើមេទ្វារខាងឆ្វេងទ្វារខាងកើតណាយើងមិនដឹងថានៅអត់ទេគឺនៅក្នុងឆ្នាំ982សកៈនិងឆ្នាំ986សកៈត្រូវនឹងឆ្នាំ1060និងឆ្នាំ1064នៃគ្រិស្តសករាជមានន័យថាសិលាចារឹកដាច់ចាហ្នឹងគេមានកាលបរិច្ឆេទប៉ុន្តែមិនមែនជាគ្រិស្តសករាជទេពីដើមយើងប្រើសកៈមានន័យថាដូចជាមានមហាសករាជអញ្ចឹងទៅអក្សរដែលគេអាននៅក្នុងសិលាចារឹកកាលណាគេឃើញលេខឆ្នាំហ្នឹងមិនមែនគ្រិស្តសករាជទេសកៈគេហៅសកៈណាអញ្ចឹងយើងកុំឲ្យច្រឡំមកឆ្នាំ982ហ្នឹងជាឆ្នាំដូចនេះនេះអត់ទេណាគេបានបញ្ជាក់ខាងក្រោមហើយត្រូវនឹងឆ្នាំណា1060និង1064នៃគ្រិស្តសករាជគ្រិស្តសករាជគឺយើងទៅប្រើសម័យបារាំងទេបាទណាអញ្ចឹងខ្មែរមានលេខដែលខ្លួនឯងប្រើអញ្ចឹងយើងឃើញក្នុងនេះមានកំផែង3ជាន់មានស្អីស្អីអញ្ចឹងហើយមានប្រាសាទមានមនុស្សមានអីរហូតដល់មានព័ត៌មានស្ដីអំពីបុរេវត្តសាស្ត្រទៀតយើងមិនដឹងនៅត្រង់ណាប៉ុន្តែនៅក្នុងបរិវេណហ្នឹងហើយវាស្ថិតនៅចម្ងាយប្រហែលជា48គីឡូម៉ែត្រពីខេត្តសៀមរាបណាអញ្ចឹងយើងធ្វើដំណើរបានជាង40គីឡូហើយមានស្ពានបុរាណមានអីបន្តបន្ទាប់អានេះនៅក្នុងហ្នឹងគេនិយាយថាវាជាកន្លែងធំមួយសំខាន់ប្រហែលជាប្រជុំជនដ៏សំខាន់មួយអញ្ចឹងជួនកាលវាអាចមានន័យថាជាក្រុងមួយឬអីពីព្រោះនៅក្នុងសិលាចារឹកក៏បាននិយាយអំពីបុរៈហ្នឹងគេមិនដឹងថាឈ្មោះឧមាថាបុរៈហ្នឹងនៅឈ្មោះអីច្បាស់ទេហើយឈ្មោះនៃបុរៈមួយចំនួនក្នុងសាលាចារឹកក៏គេអត់ទាន់បានរកឃើញដែរប៉ុន្តែបើយើងពិនិត្យមើលទីតាំងនេះខ្ញុំគិតថាវាគួរហើយតាមផ្លូវបុរាណគឺអាចពាក់ព័ន្ធទៅនឹងការការពារឬស្អីព្រោះលើកមុនយើងក៏បានឃើញនៅខាងនេះផ្លូវដែលយើងទៅផ្លូវទៅលើកមុនណានៅនឹងស្រុកពួកមានកំពែងមួយធ្វើពីថ្មវ៉ៃគ្រឿងប៉ុន្តែខាងក្រោមអត់តមានសំណង់អីទេមានតែគ្រឹះបន្តិចតែប៉ុណ្្នឹងណាប៉ុន្តែនេះជាសំណង់ធំមួយអញ្ចឹងយើងហើយតោះយើងទៅក្នុងទៀតណាលោកគ្រូយល់ថាវាសំខាន់ណាបាទហើយស្អាតស្ថាននេះស្អាតបាក់បែកអស់ហើយបើខ្ញុំក៏គិតដូចលោកគ្រូដែរតាមរយៈខ្ញុំបោះដ្រូនមិញទៅមើលទៅវាធំមែនតើវាធំពោះពីការស្មានដល់ពេលដែលឮឈ្មោះថាប្រាសាទគោលពីខាងក្រៅមកអត់បាន research អីរូបមើលមុនទេប៉ុន្តែគាត់តែថាឮតែប្រាសាទគោលមកខ្ញុំមានអារម្មណ៍ថាស្មានតែប្រពន្ធប្រាសាទតាគំអីមិញស្មើខ្ញុំតែនៅពេលដែលចូលមកធំប៉ុណ្ណាណីខ្ញុំក៏ដែរបានដឹងដែរខ្ញុំលើកទី1ដូចគ្នាណាហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នេះគ្រាន់តែយើងដើរពីចម្ងាយទៅយើងមើលឃើញផ្ដែខាងមុខមួយនោះដែលមានក្បាច់វិញគឺថាផុស
ហោះឡើងហើយនឹងជ្រៅនៅខាងក្នុងណាស្នាមពន្លិមានអារម្មណ៍ថាស្អាតដូចជាចម្លាក់នៅប្រាសាទបន្ទាយស្រីហ្នឹងលោកគ្រូ បាទប៉ុន្តែប្រាសាទនេះក្រោយប្រាសាទបន្ទាយស្រីគឺនៅសតវត្សទី11បើយើងនិយាយពីតាមសិល្បៈណាបដែនេះគឺវាស្ថិតក្នុងរចនាបថឃ្លាំងឬបពួនប៉ុន្តែក្នុងសិលាចារឹកគឺនិយាយអំពីព្រះបាទឧទយទិត្យហើយគាត់ក៏ត្រូវជាបុត្ររបស់ព្រះបាទសូរ្យអាម៉ាន់ទី1ដែរអញ្ចឹងមានន័យថាបន្តគ្នារបស់គាត់នឹងឯងប៉ុន្តែល្អមែនទែនគឺថ្មស្អាត បាទថ្មប្រភេទ pink stone នេះបាទ ថ្មពណ៌ផ្កាឈូកប្រហាក់ប្រហែលនឹងថ្មនៅបន្ទាយស្រីណា និយាយរួមគឺមានការបែកបាក់ដួលលំជាខ្លាំងមានកប់ចម្លាក់នៅក្នុងដីក៏មានពួកខ្ញុំបានដើរមើលក្នុងដីមុនហ្នឹងហើយនេះគឺតួប្រាសាទខាងលើគឺដួលអស់ហើយ អូតួកណ្ដាលអស់បាត់ហើយហើយបាក់បែកមានការកោះពីដើមពីមុនមក បាទ ប៉ុន្តែពីនេះជាហៅត្រៃណាកន្លែងនេះគេតម្កល់នៅឯកសាររៀបចំអីហ្នឹងហើយតួកណ្ដាលតែមួយទេអានេះគឺកុបរៈ ហ្នឹងហើយខាងក្រៅនោះក៏កុបរៈដែរ ចុះពីរសងខាងនេះលោកគ្រូ បណ្ដាហៅត្រៃ ពីរសងខាងខាងក្រៅ អូអាហ្នឹងកុបរៈ ដែរអូ អានេះខាងក្នុង បាទ មួយជាន់អានោះមួយជាន់ទៀតហើយប្រហែលជាមាននៅមុខទៀតណា បាទ ថ្មគេស្អាតបានស្ដាយបាក់បែកហើយសិលាចារឹកក៏ប្រហែលជាមិននៅព្រោះក្នុងអត្ថបទសិលាចារឹកគឺនៅទ្វារខាងកើត លោកគ្រូចុះពីដើមឡើយនៅពេលដែលមានប្រាសាទកាលពីជំនាន់ប្រាសាទបានន័យថាឧទាហរណ៍មនុស្សដែលនៅរស់នៅតន់ជំនាន់ប្រាសាទនៅល្អនៅអីពួកគាត់រស់នៅដូចបច្ចុប្បន្ននេះឬក៏មិនដែរនៅឧទាហរណ៍ថារស់នៅក្នុងកំផែងហ្នឹងឬក៏មិនជាជនដែលគាត់រស់នៅណា ជាជនដែលរស់នៅគាត់អត់នៅក្នុងប្រាសាទប៉ុន្តែគាត់រស់នៅខាងក្រៅ ខាងក្រៅកំផែង វាមិនប្រកាសថាអញ្ចឹងទេឧបមាថាកន្លែងនេះសម្រាប់គោរពបូជាដូចយើងនៅពហិអញ្ចឹង បាទ នៅវត្តអញ្ចឹងណា បាទ យើងឧបមាថានេះជាវត្តមួយអញ្ចឹងប្រកាសជាមានកន្លែងគេរស់នៅដោយផ្នែកគឺមានប្រកាសជាមានណាយើងត្រូវគិតថាពាក់ព័ន្ធទៅនឹងបញ្ហាសុវត្ថិភាពសន្តិសុខអញ្ចឹងគម្រាមចម្បាំងនឹងដល់រាជធានីដល់ក្រុងធំវាត្រូវឆ្លងកាត់ក្រុងតូច បាទ មិនអញ្ចឹងណា បាទ ដូចនេះយើងគិតថាប្រជាជនគាត់ប្រកាសជារស់នៅហ្នឹង បាទ គាត់ថាមិននៅក្នុងប្រាសាទនេះក៏គាត់រស់នៅក្រៅហ្នឹងដែរ បាទ អញ្ចឹងនេះធំណាដូចខេត្តដូចអីហ្នឹងណាពេលយើងគិតទៅមានតម្លៃតោះយើងទៅទៀត ស្អាតទៀតណាអូស្អាតមែនទែនចោលដល់បាទអ្នកនរគ្នាឃើញពណ៌ថ្មស្អាតទេស្អាតណាស់ពណ៌ថ្មឃើញផតខាងនេះគឺពណ៌ថ្មប្រាសាទគឺមានពណ៌កាជូទាំងអស់ខ្ញុំចាប់អារម្មណ៍កន្លែងចម្លាក់មួយហ្នឹងគឺក្បាច់ផុសខ្លាំងមែនទែនចាំខ្ញុំនាំអ្នកគេទៅមើលអ្នកនរគ្នានេះនៅតួខាងលើប្រាសាទហ្នឹងណាហើយមិនដឹងតួខាងលើប្រាសាទមិនដឹងជាគេហៅថារូបនាគតែម្ដងណាតែនាគនេះគឺក្បាល5បាទគឺធំមែនទែនឃើញធំហ៎បាទចឹងបានខ្ញុំថាប្រាសាទហ្នឹងគឺធំល្អណាស់មិនមែនទូទេបើសិនជានៅអត់បែកបាក់វិញមិនដឹងជាឯប៉ុណ្ណាអញ្ចឹងអ្នកនរគ្នាដោយសារតែពួកយើងរៀងថ្ងៃត្រង់ខ្លាំងមែនតើហើយជិតម៉ោង2ទៀតហើយអញ្ចឹងពួកយើងទៅញ៉ាំបាយសិនតែថាអត់បានញ៉ាំបាយទេបាទចោះយើងចាំជួបគ្នាថែមទៀតតាមផ្លូវឥឡូវយើងមកដល់ស្ពានមួយទៀតហើយស្ពាននេះគឺធំជាងស្ពានដែលពួកយើងបានឃើញពីមុនមកអញ្ចឹងណាស្ពានធំហើយវែងអញ្ចឹងចាំមើលតិចទៀតយើងសួរលោកគ្រូបញ្ជាក់ពីសាវតារបស់ស្ពានថែមទៀតក្នុងឯកសារហៅស្ពានចង្អេណាសួរលីច្បាស់លីអ្នកមកបបក់ហៅចង្អេណាហើយមិញយើងសួរទៅហៅស្ទឹងគោលណាជាប់មួយស្ទឹងគោល
ដែលយើងទៅមើលប្រាសាទគោលមិញហ្នឹងណាជាងស្ពាននេះធំចឹងគេធ្វើតាណាតាមនឹងឯងផ្លូវបុរាណណា បើយើងរាប់ចាប់ពីស្ពានសំពៅមកស្ពានចង្អេរនេះគឺជាស្ពានបុរាណទី14នៅតាមបណ្ដោយផ្លូវបុរាណពីអង្គរទៅភីម៉ៃស្ពាននេះមានមុខកាត់9ម៉ែត្រប្រវែងជាង50ម៉ែត្រនិងនៅមានសភាពរឹងមាំល្អនៅឡើយបច្ចុប្បន្នដោយសារតែមានស្ពានថ្មីសម្រាប់ចរាចរណ៍ទូទៅស្ពានបុរាណនេះត្រូវបានរក្សាទុកសម្រាប់តែថ្មើរជើងនិងយានយន្តធុនស្រាលដូចជាកង់និងម៉ូតូប៉ុណ្ណោះមានផ្លូវចេញនៅខាងមុខទេបងមានផ្លូវចេញញ៉ាំនេះចាំទៀតចឹងចាអរគុណចាបាទអ្នកទាំងអស់គ្នាប្រាប់ពីយើងបានធ្វើដំណើរជួបជាច្រើនមិនថាស្ពានមិនថាសាលាសំណាក់មិនថាប្រាសាទតូចធំនានាអញ្ចឹងយើងបានជួបច្រើនមែនទែនឥឡូវមកដល់សាលាសំណាក់គោកអាចជ្រឹង ប្រាសាទនេះវានៅខាងលិចផ្លូវហើយជិតស្ពានក៏ក្បែរនឹងស្ទឹងដែរស្ទឹងគោលហើយមានប្រាសាទគោលក្រុមប្រាសាទគេនៅនឹងមួយណាអញ្ចឹងយើងឃើញថាវានៅក្រៅប្រជុំជនហ្នឹងប៉ុន្តែក្បែរប្រជុំជនគេហ្នឹងឯងក្បែរស្ពានចង្អេរណាហើយប្រាសាទនេះគឺក្នុងរាជប្របាទជ័យវរ្ម័នទី7ហើយស្ពានហ្នឹងក៏ដូចគ្នាដែលឃើញយើងឃើញមានចម្លាក់ព្រះពុទ្ធមួយនៅនឹងក្បាលស្ពានណានៅនឹងរោងអ្នកតាគេហ្នឹង ឥឡូវយើងបន្តដំណើរទៅសាលាសំណាក់មួយទៀតតែយើងជិះដល់អត់ប៉ុន្តែប្រហែលជាយើងមិនចំផ្លូវបុរាណនឹងស្រុងព្រោះតំបន់នេះផ្លូវបុរាណខ្លះឈូសអស់ហើយតាមនេះបត់តាមនេះបានអានោះបានអញ្ចឹងក៏បានឬក៏មួយបកទៅក្រោយជិះតាមនេះក៏បានបាទបងប្អូនទាំងអស់គ្នាមិនធ្វើដំណើរតាមផ្លូវចេញពីប្រាសាទមកគឺ ជួបមេឃភ្លៀងធំមែនទេអញ្ចឹងពួកយើងបានចូលជ្រោកនៅផ្ទះអ្នកភូមិសុំគាត់ជ្រោកកុំទៅចូលជ្រោកតាន់ក៏មិនសើមមកលេងភ្លៀងខ្លាំងហើយខ្យល់ខ្លាំងទៀតតែស្នាឲ្យចូលផ្ទះអ្នកភូមិតាន់សម្រាប់អ្នកទីក្រុងភ្លៀងអាចបង្កជាការរំខានដល់ការធ្វើដំណើរប៉ុន្តែសម្រាប់បងប្អូនកសិករភ្លៀងគឺជាអំណោយពីធម្មជាតិដ៏មានតម្លៃបំផុតសម្រាប់ការធ្វើស្រែចម្ការ តាមរយៈស្នាមញញឹមរបស់ពួកគាត់ក៏យើងអាចដឹងដែរថាគាត់រីករាយយ៉ាងណានោះក្រោយពីភ្លៀងបង្អង់ជិត1ម៉ោងហើយពួកយើងក៏បន្តដំណើរទៅមុខទៀតដោយអារម្មណ៍ស្រស់ស្រាយផងដែរ អូខេអរគ្នាស្អាតមែនទែននេះគឺជាប្រាសាទភ្នំប្រាសាទព្រះភ្នំបាទគេហៅប្រាសាទព្រះភ្នំហើយមានទូលប្រាសាទ5ប្រាសាទនិយាយទៅយើងឆ្លងមកដំណាក់កាលមកដល់ដំណាក់កាលគឺមកដល់បញ្ជួរនេះគឺចាប់ដល់ប្រាសាទច្រើនទៅហើយទ្រាំដែលយើងទៅដល់គោលដៅដែលយើងបញ្ចប់គឺប្រាសាទច្រើនហើយមានអ្វីដែលមើលច្រើនអញ្ចឹងអរគ្នាគេធំមែនទេបាទលោកគ្រូខ្ញុំចង់ឲ្យលោកគ្រូបាននិយាយពីប្រាសាទនេះបន្តិចប្រាសាទនេះគឺមានតួធំ5បាទណា5 3មុខ2ខាងក្រោយហើយនឹងមានហៅត្រៃ2ហៅត្រៃខាងមុខនេះមែនហ្នឹងហើយបាក់ហើយខ្ញុំគិតថាប្រាសាទនេះគឺកសាងអំឡុងសតវត្សទី10ប្រហែលជាឆ្នាំ900ជាងណាបើយើងប្រៀបធៀបទៅលើសិល្បៈដែលយើងឃើញថា ដែលប្រាសាទខាងលើនេះគឺវាមានលក្ខណៈប្រហាក់ប្រហែលជាមួយនឹងប្រាសាទនាងខ្មៅនៅខេត្តតាកែវហើយក៏វាមិនខុសគ្នាប្រមាណពីប្រាសាទភ្នំត្រប់នៅកំពង់ចាមហើយអ្វីដែលយើងអាចស្វែងយល់បានមានសិលាចារឹកពីបន្ទាត់ចាជាភាសាសំស្ក្រឹតណាបាទហ្នឹងហើយក្នុងនោះក៏មានឈ្មោះជ័យវរ្ម័នខ្ញុំក៏មិនដឹងថាវាជាជ័យវរ្ម័នទី4 ឬក៏ជាប្របាទជ័យវរ្ម័នទី5ឬក៏ទី3អាចទី5ឬទី4ឬទី5អញ្ចឹងណាបើសិនយើងពិនិត្យមើលទៅប្រាសាទនាងខ្មៅគឺក្នុងរាជប្របាទជ័យវរ្ម័នទី4ណា
ในไงดับพนมตรับเรียเจนตระประมาณได้คอยปีเรียประอังมาเป็นแปมหักสัตว์ปีอังได้ยังเคยมีประสาทที่ให้ทาปลายรูปหนึ่งกวันนั้นมีประสาทปลายรูปนะบาสันที่ขนมเรียคอยตอนนั้นได้ใช้ยังเคยสลายแล้วก็มีชมพูประบาดเจอมันได้นะนั่นจึงยังมันประกอบทาแปมหักสัตว์อังนาฉบับนี้ตอนนั้นนี่ตามอย่างได้ยังเคยผู้ยังก็อับานเบอร์ไอกษาแผลปอนในภาษานี้นะปัญญาคือตะกู้เมียนปอมเมียนปัญญาไว้ได้ยังไอชันผ่านบ้านตามอย่างศิลปะเช่นยังเกิดทำภาษาดังกู้แต่ทัดในนงสารวัตรดับเมียนในแต่จะลาปีเรียใจมันตีบุญมาเรียใจมันตีปรามไม่ใช่นะว่าเส้นยังเกิดปีสมัยกาลปีไอเต้ยังเกิดภาษานี้สระสำคัญเช่นก็จีภาษาทอมมวยได้เป็นเมียนลำไยและขณะยังเคยถักจิตสอบหรือก็จิตคายแต่ยังนะไอ้เบอร์เซนยังเทียบจมูกเพลย์โบราณยังเคยถักด้วยจีประมาณปีใบกะโลปีเพลย์โบราณนะพอภาษานี้นะคอกนี่แต่ปีใบกะโลได้หรือบ้าปีใบกะโลปีเพลย์โบราณนะยังดังท่าตาปีมอนเมียนตำแหน่งน้องนี่อย่างไม่ปันนี้ทันในขนมในส่งกอจุ้มมีตามเมื่อนะไอ้ยังก็เงี้ยแต่กบายจะดาวใส่สนามได้ไม่ยังจงขอยังมันแต่เมื่อประสาทโกไอจึงได้เชียร์สลาสำนักนะให้ภาษานี้ท่านในสลาสำนักปีมวยเทียดนั่งโดยเชียร์ชมชามทายังถ่ายเตยกกม้อนในช่างไอจัดดาวน้องเทียดคือสลาสำนักยังเคยเป็นภาษานี้มวยปันไปยังเทียดtớiปีกะโลหรือใบกะโลหรือกูแต่เมียนตำแหน่งตำนองนี่นะปันไทยยังไม่ยังดังเทียบกว่าตัดไตตะกาวอยู่ไว้ปันไหนยังเชียร์กลุ่มนัดสำหรับพิจารณาเมื่อtớiท่าตากูมีตำแหน่งน้องนี่ได้หรือยังไม่สำหรับภาษานี่คือถงกูสามนะนั่นไอ้ครูด้วยดังนี้ท่าภาษานี้คือก่อสร้างแล้วนะดำใบไว้ได้ดำใบอุตชื่อท่อมัดด้าชื่ออุตสหศาสนาให้เบอร์เซนยังคิดเตยท่าในขนมเปนั้นคือยังเตรียมตอนเมื่อเตยตายจำหลังเรียกกูตึกเอาไอ้เรื่องแต่เมียนใส่ประทายมันเตียนนะปัญหาเรื่องมวยสำคัญลูกตาแต่เมียนมนุษย์นะเช่นว่าเส้นยังกระดำปีดำไหลในสำนักนี่คือทงกัวสามไปยังเทียบปีมนุษย์ในขนมชนามบุญรอยเชียงชนามไอ้ยังเมียนในท่ากลายนี้ก็เมียนประชุมชนทงกัวสามได้ฮะยังไงตอนนั้นเลยดูชิพุ่มมันทงมาเด็กนะตัวใหญ่จ้ามาจังซัวหรอกใหญ่ติ๊กครับยัยในสระกำนัดนั่นนี่เหมือนแต่ยังตึบมโนบานเพย์ปรามชนำมาเพย์ปรามชนำจ้าเมียนได้ลือจ่าในขนมสระภูมิยังกอดดำนาวแปะปอนนังประวัติประสานนี่แต่หน้าประวัติแห่งการเลี้ยงโมนุเรียบเมียนรูเรียงว่าอ้อกำจินไปเลิกเด็กเฮ้ยเมียนแต่ซาเมียนโอ้ยดาสมัยสังเกตปุ๊บยี่จวนจินเลี้ยจะหนุ่ยขนาดเจียดเนาะก็บัดเด่นจากข้างหน้าเนี่ยโย่เด็กกับก็กำนูเรียกจะใส่โก้โอ้ยกับบัดจังเอามีนรูปจำละจ้ามีนรูปจำละมีนรูปจำละไอ้คือคลาสเลยเนี่ยกูโตจินระเนี่ยกูนั่งเนี่ยโตเต่าเตียนเนาะเฮ้ยอิตโมลือนุเก็บบังกันเจาะจิตกลีนหมวดเมียดเพลียดิสับไงกูโตต้องโอลูบาให้ขนมนี้ก็กล้ากระโรดานนี้ก็จีโอ้ยกิยมนังครัวซายมนี่เฮ้ยลบจูนใดนี่ลบครบรุ่นศาสตร์ต่างใบจังจิตจ้าลบจิตตะวิงเป็นนกฮัดไอ้บ้านหลกใหญ่นังครัวซานักเคยทานนังนอมขนิ่งจูนได้ยมมาจะโจลแต่ข้างนอกเดโมนูสระภูมิวิงเกอโอ้ยยมเนเทระซาบศาสตร์เป็นเนตาหนึ่งใหญ่นะอัปสราปิงโกเพื่อโจโมก็โอ้ยยมนูมือเทระซาก็จูนลบตอนจูนลบบานแต่เป็นเนตูจังปัจจุบันนี้ยัยหรือก็ตาได้จิตมัมประสาทเยี่ยมเมื่อกาเพียประสาทจ้ายมนังตาก็ตาสลับบัดเอ้ยจังบันนี้ถ้าซอยตายัยเต้แต่ยมก็ยมบันโซโมทุยโมตำดองปีเรากีเลิงตาลือเราโจลชนำเอ้ยกีปงซุงนูอากันเล่นวัดจ่านุก็กีโมกรบโบเจียปงซุง
អារុអ្នកតានឹងកលែងនេះ បាទសុំយាយរៀបរាប់ឈ្មោះអ្នកតាឬក៏បារមីនឹងតិច មេណាមួយតាផាតពីរតាសុរៀម3តានេះរយ4តារាជ5យាយណាំយ៉ា6នេះកែវឡាម៉ា អូ ហើយនាងកន្រងផ្កា នាងកន្រងផ្កាទៀត ចា 7 ចា7អូច្រើនណាស់នាងបុផាភួងអុយមានអានោះកូនចៅគឺទេកូនចៅលោកតា អូ ចុះនៅប្រាសាទនេះតើមានជាបារាយទឹកឬក៏តសិនទឹកអីទេ ចាតេសិនណាខាង មានតសិនដែរ ចាតេសិនណាផ្សារដេកដល់យូចេះទៅបើ ស្មៅ រៀបស្មើ បាទ នោះតេសិនវាជុំវិញឡង ពាក់ព័ន្ធនឹងការគោរពវិញអ្នកភូមិយើងជឿជាក់ថាប្រាសាទនេះបែបណាខ្លះបានចង់និយាយថាការគោរពរបស់គាត់ហ្នឹងគាត់ជឿថាប្រាសាទហ្នឹងបែបណាខ្លះ កាលពីដើមមេងគេជំនឿដែលប្រាសាទនេះប្រកែណាថាបាញ់បេតមិនដែលឆេះ អញ្ចឹង អង្គលសង្គ្រាមណាថាបុកបេបាញ់លងគូមិនដែលឆេះមិនដែលបន្ទុះ បាទ បានជីនេះចាស់គិតនិយមក៏ស្លាប់អស់ហើយចាស់ដែលគិតនូគ្រិននិយាយពីរឿងប្រវត្តិសាស្ត្រអុយណា បាទ ដល់ខ្ញុំក៏មិនសូវដេញបើប្តីខ្ញុំគិតចាស់ដេញខ្លះដល់គិតស្លាប់ទៅហើយនោះតែខ្ញុំដែលក្មេកក្រួយទៅ អញ្ចឹងអរគុណយាយច្រើនអញ្ចឹង ចា៎ បាទអរគុណច្រើនលាទៅសិនហើយខ្ញុំដំណើរវែងឆ្ងាយ ចានោះត្រឹមណា ខ្ញុំជិះតាមផ្លូវបុរាណយាយមកពីអង្គរមកជិះតាមផ្លូវបុរាណរហូត អូ សូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាបេសកកម្មតាមផ្លូវបុរាណរបស់យើងនឹងបន្តទៀតនាសប្តាហ៍ក្រោយ